លើប្រព័ន្ធ 5G ហ្នឹងអត់ទាមទារឲ្យមានការផ្ញើកូដ OTP ឲ្យផ្ញើកូដអីទៅលើណាផ្សេងៗទេហើយក្រុមហ៊ុនទូរស័ព្ទក៏អត់មានត្រូវការតាក់ទងអ្នកទាំងអស់គ្នាទៅសុំលេខកូដ OTP នឹងដែរ6ខ្ទង់8ខ្ទង់នឹងទេណាអ្នកគ្នាគួរតែប្រុងប្រយ័ត្នត្រង់ចំណុចនេះដូចគ្នាដែរជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកទៅអ្នកទាំងអស់គ្នាអំពីការដំណើរការប្រព័ន្ធអ៊ីនធឺណិតឬមួយក៏ប្រព័ន្ធទូរស័ព្ទចល័តបាទដែលអ្នកទាំងអស់គ្នាស្គាល់ទូទៅគឺអ៊ីនធឺណិតហ្នឹងហើយឥឡូវនេះគឺគេបានដាក់ឲ្យដំណើរការបាទខាងក្រសួងប្រៃសណីហើយជាមួយទៅនឹងប្រព័ន្ធទូរស័ព្ទចល័តទាំង3ប្រព័ន្ធធំដែលអ្នកគ្នាបានស្គាល់ទី1គឺ cell card ទី2គឺ smart ទី3គឺ smartphone ឲ្យដំណើរការទៅលើប្រព័ន្ធទូរស័ព្ទចល័តចំនួនថ្មីគឺចំនួនទី5គេហៅថា 5 generation បាទអញ្ចឹងការដំណើរការនេះគឺចាប់តាំងពីថ្ងៃទី1ខែ1 2026នេះមកបាទគិតនៅក្នុងថ្ងៃនេះគឺមានចំនួន2ថ្ងៃមកហើយអញ្ចឹងនៅក្នុងករណីនេះបងណែគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាដើម្បីបង្ការហើយដើម្បីឲ្យដឹងថាតំបន់ណាខ្លះដែលមានជាមួយទៅនឹងបាទដំណើរការទៅលើប្រព័ន្ធ 5G ហ្នឹងទៅលើទូរស័ព្ទរបស់អ្នកនរគ្នាហើយ information នេះគឺខ្ញុំនឹងដាក់ link ឲ្យអ្នកគ្នាចូលទៅមើលដូចគ្នាដែរគឺព័ត៌មានដែលយើងទទួលបានពីក្រសួងប្រៃសណីទូរគមនាគមន៍បាទចឹងអ្នកគ្នាអាចចូលទៅមើលបានទៅលើ page ហើយឬមើលក៏អ្នកគ្នាចុចទៅលើ link ខាងលើក៏មើលបានដូចគ្នាដែរចឹងខ្ញុំនឹង detail ប្រាប់អ្នកគ្នាថាតើតំបន់ណាខ្លះដែលមានប្រព័ន្ធទូរស័ព្ទ 5G ហ្នឹងទៅលើទូរស័ព្ទរបស់អ្នកគ្នាចំណុចបន្ទាប់គឺអ្នកគ្នាត្រូវតែដឹងការដំណើរការទៅលើប្រព័ន្ធ 5G ហ្នឹងអត់ទាមទារឲ្យមានការផ្ញើកូដ OTP ឲ្យផ្ញើកូដអីទៅលើណាផ្សេងៗទេហើយក្រុមហ៊ុនទូរស័ព្ទក៏អត់មានត្រូវការតាក់ទងអ្នកទាំងអស់គ្នាទៅសុំលេខកូដ OTP នឹងដែរ6ខ្ទង់8ខ្ទង់នឹងទេណាអ្នកគ្នាគួរតែប្រុងប្រយ័ត្នត្រង់ចំណុចនេះដូចគ្នាដែរអញ្ចឹងអ្នកគ្នាគួរប្រុងប្រយ័ត្នត្រង់ចំណុចកន្លែងនេះមួយប្រយ័ត្នប៉ះ scammer គឺវាយកលេខកូដហ្នឹងទៅ log in ទៅលើប្រព័ន្ធ social media ណាមួយដូចជា Telegram Facebook ឬមួយក៏អីផ្សេងៗដែលអ្នកទាំងអស់គ្នាកំពុងតែប្រើណាអាហ្នឹងត្រង់ចំណុចហ្នឹងអញ្ចឹងអ្នកនរគ្នាត្រូវដឹងអំពីស្ថានីយ៍ដែលឬមួយក៏ post ដែលវាដំណើរការទៅលើ 5G គឺខ្ញុំនឹងប្រាប់ចំនួនតួលេខបាទទៅលើនឹងផ្ទាល់តែម្ដងបាទចំណុចទី1គឺនៅទីក្រុងភ្នំពេញរបស់យើងគឺវាដំណើរការបាទគឺយើងមើលទៅតាមប្រព័ន្ធទូរស័ព្ទដែរបាទប្រព័ន្ធទូរស័ព្ទ cell card នៅរាជធានីភ្នំពេញ186 post បាទហើយខេត្តកណ្ដាលគឺ14 post នេះសម្រាប់ប្រព័ន្ធទូរស័ព្ទ cell card បាទចុះសម្រាប់ប្រព័ន្ធ smart បាទ258 post បាទក្នុងទីក្រុងភ្នំពេញបាទសម្រាប់ខេត្តកណ្ដាលគឺ24ហើយសម្រាប់ខេត្តតាកែវស្ថិតនៅក្នុងស្រុកបាទីគឺចំនួន1សម្រាប់ប្រព័ន្ធទូរស័ព្ទ smartphone បាទ154 post បាទ154 post ខេត្តកណ្ដាលគឺ14បាទខេត្តកណ្ដាល14សម្រាប់ប្រព័ន្ធទូរស័ព្ទ smartphone បាទតមកនៅក្នុងខេត្តកំពង់ចាមបាទក្រុងកំពង់ចាមមាន4បាទក្រុងកំពង់ចាមមាន4សម្រាប់ប្រព័ន្ធទូរស័ព្ទ smartphone ហើយខេត្តកំពង់ធំគឺមាន1នៅស្ថិតនៅក្នុងក្រុងស្ទឹងសែនបាទខេត្តកញ្ចេះប្រព័ន្ធ smartphone គឺមាន1ដែរក្រុងកញ្ចេះខេត្តស្ទឹងត្រែងក្រុងស្ទឹងត្រែងហ្នឹងប្រព័ន្ធ smartphone គឺមាន1ដែរហើយខេត្តកំពង់ឆ្នាំងក៏មាន1ដែរខេត្តពោធិ៍សាត់គឺមាន1ទៀតដូចគ្នាបាទតមកទៀតគឺខេត្តស្វាយរៀងមាន9ខេត្តព្រៃវែងគឺមាន3ខេត្តកំពង់ស្ពឺមាន8ខេត្តតាកែវគឺមាន5បាទខេត្តព្រះសីហនុមាន1ខេត្តកំពតមាន1ទៀតហើយជាមួយនឹងខេត្តសៀមរាបមានចំនួន16បាទអញ្ចឹងនៅក្នុងនេះគូបញ្ជាក់ផងដែរថាអ្នកទាំងគ្នាអាចចូលទៅមើល page ក្រសួងខ្ញុំដាក់ link នៅលើ post ហ្នឹងហើយគាត់ទៅជាវីដេអូខ្ញុំប្រាប់បន្ថែមតើទៅនឹងព័ត៌មានបាទការចាប់ដើមដំណើរការជាផ្លូវការប្រព័ន្ធប្រតិបត្តិសេវាទូរស័ព្ទចល័តបាទចំនួនទី5ឬមួយក៏ 5 generation ហ្នឹងគឺ 5G នៅក្នុងប្រទេសកម្ពុជារបស់យើងបាទអរគុណហើយជួបគ្នានៅវីដេអូក្រោយហើយជាឡោតចុងក្រោយមួយទៀតដែរគឺអ្នកគ្នាប្រយ័ត្នចាញ់បោកគេអត់មានត្រូវផ្ញើកូដឲ្យគេទេបើសិនជាចង់ដំណើរការប្រព័ន្ធ 5G គឺយើងមើលទៅតាមតំបន់